Rương sổng kriam rau viên kinh cọ năng tà prom. Cá pi preng niai, về lia muối, pi phốp lô cá tụ rọ cốt, cả đáy huột háng cướp từ tì. Prẹ bẹ rôn mình phá đào tức phlieng sọ. Stưng trọ bẹng, thlốc bằng prek tuần lễ, riêng tức ọ. Sát tiếng lái slap co cho ăn lờ khía, rúc khai chiết nia nia suốt kriam cả nhong. Bộ một đục sát, miền kinh cọ, hiến, còn cạp chia đám, đầy chia sắt phân ập thốn, có scom nêu tẻ sbag nâng chẳng. Thằng ngày muối, kinh cọ chia mế, praka đol krom nhiệt, nâng hiến còn cạp chỉ mật thà. Hay mất từng ọc nia, mưa tới, ta prung mình bắt đầu phiền màu ảo dương tê, bởi dương nơi nghiếm, múc chia đạch của slap. Mọc, mật dương, promol khnia tớiประยุทธ์នឹងតាព្រំយកភ្លៀងឲ្យបានអាសន្នដល់ហើយស្ងៀមក៏ស្លាប់ច្បាំងក៏ស្លាប់បើថ្ងៃនឹងស្លាប់ក្នុងចម្បាំងយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើរជាងមកទៅប្រយុទ្ធ ក្រោយដែលបានប្រកាសយ៉ាងនេះកេងកក់និងមិត្តទាំងអស់ក៏លើកព្យូហយាត្រាទៅប្រយុទ្ធនឹងតាព្រំក្នុងវិមានលោកដ៏អាកាសកងទ័ពមណ្ឌុកក្សត្រដារកទីវាលបន្តិចមកស្រាប់តែប្រទេសទ័ពមួយហ្វូងធំទៀតមេបញ្ជាការធំនៃទ័ពកេងកក់ឃើញហ្វូងពលត្រីអណ្ដែងធំខ្ននខ្នាប់ខ្លួនប្រឡាក់លុះស្មកដោយកំទេចធូលីនិងផេះនៃវាលស្រែមេកេងកក់សួរថាណែវើយតាក្រុមឯងទៅណាបានជាប្រមៀលខ្លួនហុយដីត្រឡោមកាត់មុខឲ្យរំខានដល់កងទ័ពឯងនេះត្រីអណ្ដែងជាមេទ័ពតបថាមិត្តអើយពួកមច្ឆាបានបញ្ជូនយើងឲ្យមកជាមួយបងក្រាញ់ដ៏ប៉ិនប្រសពខាងរត់ឆ្លងភ្នំនិងបារាយដើម្បីច្បាំងនឹងតាព្រំយកភ្លៀងមកបំពេញបឹងស្ទឹងយើងទៅភឿនកេងកក់ឮដូច្នោះអរណាស់ក៏ប្រាប់កងទ័ពខ្លួនមួយរំពេកនោះសូសពជាយោបានលន់លឺចេញពីទ័ពទាំងពីរក្រុមហើយទ័ពទាំងនោះក៏ប្រមូលគ្នាយាត្រាទៅតាមវាលក្តៅហួតហែងទៅបន្តិចទៅស្រាប់តែឃើញឃ្មុំមួយហ្វូងធំហើរខ្មៅខ្នាប់សូងងលើអាកាសហើយលឺឃ្មុំនឹងឪម៉ាល់ជាមេតបបន្លឺមកណែកេងកក់ហ៊ីងកង្កែបត្រីអណ្ដែងត្រីក្រាញ់ឯងតាណាមកណាក៏នាំគ្នាមកច្រើនយ៉ាងនេះគីងកក់តបថាមកអើយបងឃ្មុំយើងហើយនឹងក្រុមបងលើកតបទៅច្បាំងព្រោះអត់ភ្លៀងខ្វាយឈើព្រៃផ្ដាល់ធ្វើសម្បុកដល់ក្រុមបងមកក៏មកអងយើងព្រួតគ្នាទៅប្រយុទ្ធនឹងតាព្រំកុំខ្លាចស្លាប់ទៅទ័ពគោកនឹងអាកាសហូរយកជ័យហើយក៏លើកតទៅទៀតលុះដល់ជិតចំការស្ងួតមួយតែទ័ពនេះប្រទះនឹងផ្លាយតសក់ស្រាវដួលរណែលើផែនដីដាច់របេះទងគួរឲ្យអាសូរត្រសក់មួយស្រែកដោយមានសង្ឃឹមថាមិត្តអើយឲ្យគ្នាយើងដោយសារទៅផងតែក្រុមយើងស្ងួតស្លាប់អស់ហើយមិត្តទើច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរមិនឲ្យនៅវេទនាទេមេតបទាំង3ក៏យល់ព្រមឲ្យត្រសក់ស្រាវប្រមៀលខ្លួនទៅតាមក្បួនលុះផុតពីវាលក៏បានដល់ព្រៃមួយដែលរុក្ខជាតិទាំងឡាយក្រៀមរញំស្លាប់ជិតអស់កងទ័ពបានទៅដល់ឃើញវលីផ្ដៅធំពីដើមនៅនឹងគល់ឈើងាប់មួយដើមផ្ដៅសូថាណែមិត្តទៅណានឹងសន្ធឹកម្លេះមិត្តមិនអាសូរមិត្តរុក្ខជាតិគ្នាយេនទេឬឃើញទេស្លាប់ដេកពពូនដោយដៃតាព្រំអស់ហើយឲ្យយើងទៅច្បាំងផងយើងនៅយ៉ាងនេះក៏វេទនាណាស់យើងស៊ូទៅស្លាប់ក្នុងសង្គ្រាមដើម្បីដណ្ដើមយកជ័យមកផ្ដាល់ជីវិតសត្វលោកទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្ដាល់គោចរទៅតាមផងក្រោយមកទ័ពទាំងអស់ក៏បានដល់ឋានតាព្រំគីងគួកបានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅទ្វារខាងមុខនិងខាងក្រោយត្រីអណ្ដែងត្រីក្រាញ់ដែលខ្លួនប្រឡាក់ទៅដោយធូលីនិងផេះឲ្យចូលទៅក្នុងពាងនិងផើងទឹកនៅមាត់ទ្វារប្រាសាទត្រសក់ស្រូវឲ្យប្រមៀលទៅទៀបជើងក្រាបអាសនៈតាព្រំគង់ឯក្រុមគីងកក់ហ៊ីងកង្កែបជាតបស្រួយអ្នកចូលប្រយុទ្ធលុះចាត់ស្រេចហើយទ័ពមណ្ឌុស័តក៏ចូលតម្រង់អាសនៈតាព្រំអាស្រ័យនៅដោយហូរសន្ធុបយ៉ាងខ្លាំងធ្វើឲ្យរេពុលអស់ទាំងទេវតាមេនំមេនាងចៅចិត្តចៅចោមម៉មខុនណាងជំទាវរត់ចេញពីប្រាសាទស្លន់ស្លោដោយត្រីទឹកផេះទឹកក្បងដែលត្រីអណ្ដែងត្រីក្រានបែកមកលឿភ្នែកផ្សារស្រវាំងរកទឹកតំបន់ពុំឃើញ
ថែមទាំងត្រីពួកឃ្មុំអឺម៉ល់តិចចុកឈឺរមួលស្រែកយំរំពងតាព្រំរកច្រកចិនពុំតន់ស្រែកសួរថាណែវើយអាពួកគីងគក់ហ៊ីងកងកែបចង្រៃឯងទៅណាពួកមណ្ឌុស័តតបថា យើងមកច្បាំងច្បាំង តាព្រំចុះចាអាសនៈឥតមើលក្រោយក៏ជន់លើត្រសក់ស្រូវរអិលដួលផ្ងាស្រទៀងត្រូវបដៅទាំងពីរបន្ទន់ខ្លួនប្រញាប់សង្កត់កឃ្មុំក៏តិចឈឺផ្សាស្រែកចោះញោមពួកសัตว์នឹងរុក្ខជាតិថាចាញ់ហើយឮដូច្នេះមេបញ្ជាការគីងគក់ក៏បានឲ្យតបឈប់ដើម្បីដោះស្រាយបញ្ហាចោះចាញ់ គីងគក់សួរទៅតាព្រំបរាជ័យថា មិនក៏លោកបង្អត់ភ្លៀងដល់សត្វលោកធ្វើឲ្យស្លាប់គ្រប់កន្លែងដូច្នោះគ្នាយើងមិនសុខចិត្តទេបើលោកមិនផ្ដល់ភ្លៀងចោះទៅនោះយើងនឹងកំទេចវិមានលោកសម្លាប់ទាំងពលទាំងលោកពំខាន តាព្រំនឹកភ័យក៏និយាយអង្វរអស់ពលសัตว์និងរុក្ខជាតិថាសូមពួកព្រះស្ដែនកុំខឹងយើងខ្លាចហើយយើងនឹងផ្ដល់ភ្លៀងឲ្យឥឡូវនេះហើយសូមអស់លោកអញ្ជើញទៅវិញចុះកុំខឹងអីគីងគក់តបថា ទេពួកយើងមិនព្រមទេបើយើងទៅលោកនឹងផ្ដល់ភ្លៀងឲ្យយើងតែមួយមេហើយប្រងើយកន្តើយទៅនាំឲ្យពិបាកយើងលើកតបឡើងមកទៀតដូច្នោះសូមលោកសន្យាឲ្យពរពិសេសដល់យើងសិនទើបពួកយើងសុខចិត្ត លុះជញ្ជីងមួយសន្ទុះតាព្រំពោលថាយើងព្រមឲ្យពរដល់អ្នករាល់គ្នាហើយបើដូច្នោះពេលណាអ្នកត្រូវការភ្លៀងចំណែកគីងគក់ហ៊ីងកង្កែបត្រូវសង្កៀតធ្មេញបន្លឺសំឡេងពីក្រោមមកពេលនោះយើងនឹងផ្ដល់ភ្លៀងឲ្យអ្នកភ្លាមកាលសន្យារួចស្រេចទើបមណ្ឌុកស័តបានអកស័តនិងរុក្ខជាតិក៏ថយមកលំនៅរៀងខ្លួនតាំងពីនោះមកពេលណាគីងគក់ហ៊ីងកង្កែបត្រូវការភ្លៀងក៏សង្កៀតធ្មេញបន្លឺសំឡេងក្រិតក្រិតអែបអែបអោកអោកហ៊ីងហឹងហឹងភ្លៀងក៏ធ្លាក់មកខ្ញុំសូមអរគុណនៅការទស្សនាវីដេអូ Channel អប់រំកូនខ្មែរបើមានពាក្យពេចន៍សម្ដីខុសឆ្គងត្រង់ណាក្តីខ្ញុំសូមអភ័យទោសទុកជាមុនផងសូមអរគុណ